ស្ដីបាទខ្ញុំចេញវីដេអូបានមួយតែមានអារម្មណ៍ថាមិនមានអារម្មណ៍ទេគឺការពិតគឺបងនៅក្នុង Facebook គាត់ចាប់អារម្មណ៍ច្រើនមានអ្នកខ្លះគាត់ថាអូហ៊ានធ្វើវីដេអូចេញទៀតណាតែថ្ងៃនេះយើងគុំនិយាយនឹងទៀតតើថ្ងៃនេះខ្ញុំចែកម្លែកថាបងគួរតែមានឧបករណ៍អ្វីខ្លះដើម្បីធ្វើ Facebook បាទ Facebook ធ្វើ TikTok និង YouTube បាទ3ហ្នឹងល្អបាទអញ្ចឹងឧបករណ៍ទី1ដែលខ្ញុំប្រើហ្នឹងគឺនេះបាទ Mic DJI Mini 2បាទនេះ DJI Mini 2ហើយជំរឿនដែលខ្ញុំទិញមកពីក្រុមហ៊ុនហ្នឹងគឺមានក្បាលដោតនឹងទូរស័ព្ទនេះមួយហើយនឹងម៉ៃតែមួយឯបាទហ្នឹងជំរឿនចេញពីក្រុមហ៊ុន Original ហើយនឹងដុំសាកបាទនេះដុំសាកបែបនេះបាទអញ្ចឹងយើងទុកក្នុងប្រអប់ហ្នឹងហើយយើងអាចដាក់ចូលក្នុង បែកទូចនេះមួយបាទទូចទេប៉ុនបាត់ដៃបាទស្រួលដាក់តាមខ្លួនដាក់តាមកែបម៉ូតូតាមឡានបាទហ្នឹងទី1បាទប៉ុន្តែមើលអានេះខ្ញុំទិញពីចិនមកបាទតែក្រុមហ៊ុន Original មានធានាអញ្ចឹងបើយើងទិញនៅខ្មែរថ្លៃហើយបើចង់ទិញពីចិនមកអាចតាក់ទងខ្ញុំបានខុសនៅខ្មែរច្រើនដែរបាទតែគាត់ថាត្រូវការរងចាំអានេះ2សប្តាហ៍ហើយបានមកដល់បាទអញ្ចឹងបើសិនជាយើងមានលទ្ធភាពអាចទិញអានេះបានបាទអានេះខ្ទង់ប្រហែលជា65រៀលអីប៉ុណ្ណឹងទេបាទ65រៀល70រៀលប៉ុណ្ណឹងបាទហើយបើយើងអត់ទេយើងទិញតែ5 10 20រៀលគាត់ណាវាសលេងវាតាមហ្នឹងដែរគុណភាពតែបើយើងចេះ edit វាលើ edit ថែមទៀតចឹងបាទហើយមួយទៀតនេះបាទដងបាទ Ulanzi បាទ Ulanzi ក្រុមហ៊ុនល្បីបាទ international បាទដងនេះនិយាយទៅអានេះយើងតម្លាក់យើងគ្រាន់តែតម្លាក់វាមកវានេះហ្មងនេះដងខ្ញុំប្រើបាទនេះបាទនេះអានេះឆក់អាហ្នឹងយើងបត់មួយកក្បាលហ្នឹងឆក់មួយទូរស័ព្ទមកបាទទូរស័ព្ទណាឆក់យើងដាក់ឆក់មកយើងអានេះវាកុំឲ្យវាគៀបវាគៀបចង្ការវាតិចខេះយើងចង្ការវាតិចស្គុតយើងនេះឆក់ស្រីចុងក្រោយអានេះតេឡេវាចង្ការយើងគ្រាន់តែលាក់ចេះមកវាអូខេវាចេញហើយបើយើងកុំឲ្យវាអាលាស់ខ្លាំងអញ្ចឹងយើងសេរីតាមនឹងបានតែនិយាយទៅដងនេះល្អតែដងនេះរៀងថ្លៃគួរសមដែរបាទដងនេះថ្លៃគួរសមដែរបើនៅខ្មែរគេលក់ប្រហែលគេខ្ទង់តាមខ្ញុំដឹងប្រហែលជា40-50រៀលតែបើកំងពីនោះមកអត់ទេដូចខ្ទង់35រៀលអីប៉ុណ្ណោះបាទខ្ទង់អារ៉ោនហ្នឹងតែនេះក៏ត្រូវចាំដែរហើយអានេះដូចជាមានបងគាត់កំងខ្ញុំដែរខ្ញុំយកមកលើសកំងថ្ងៃមុនដូចជា3ដើមហើយខ្ញុំយកមក5ដើមតែអត់តមកដល់ទេបាទគេកក់3ដើមហើយសល់2ដើមទៀតបាទប្រហែលជាអាចអាទិត្យក្រោយមកដល់ទៀតបាទចាប់អារម្មណ៍ច្រើនហើយបើម៉ៃនេះវាស្តង់ដារណាក៏ស្គាល់ហើយក្រុមហ៊ុន DJI នេះបាទនឹងធីកប៉ុណ្្នឹងឯងបាទហើយមួយទៀតបងប្អូនត្រូវចេះខាត់ឬមកក៏ការ edit អីផ្សេងបាទហើយពាក់ព័ន្ធនឹងចម្រៀងបាទធីកពាក់ព័ន្ធនឹងចម្រៀងដែលយើងដាក់ចូលពីក្រោយសលេងដើម្បីកុំឲ្យជាប់ពេលយើងមុនផុសចូល Facebook យើងយកសលេងក្នុង library របស់ Facebook ហ្មងទៅបានអញ្ចឹងវាអត់ជាប់ទេវាអត់ជាប់ copyright ឬមួយយើងដាក់សលេងគោកហ្មងក៏បានដែរបាទអាហ្នឹងគឺធីកខ្លីៗដែលខ្ញុំចែកថ្ងៃក្រោយនេះខ្ញុំចែកនឹងរបៀបបង្កើតTikTok អាមេរិករបៀបបង្កើត YouTube តាមក្រោយទៀតបាទអញ្ចឹងអរគុណបាទអរគុណច្រើនបាទសម្រាប់ការគាំទ្រហើយបងប្អូនបាទពាក់ព័ន្ធនឹង Facebook ឬក៏ YouTube អីបងប្អូនខ្លះគាត់គាត់ថាចង់ចេញមុខចេញមាត់អញ្ចឹងនិយាយអញ្ចឹងអីខ្មាស់គេបាទខ្ញុំពីមុនខ្ញុំអញ្ចឹងដែរបាទហើយវីដេអូទី1ហ្នឹងខ្ញុំមិនទៅថតប្រហែលថ្ងៃតែមកដាច់ចិត្តផុសហើយខ្ញុំចង់បង្កើត page ផ្សេងផុសទៀតដើម្បីអីកុំឲ្យ friend ខ្ញុំឲ្យបងប្អូននៅពូមីងដែលស្គាល់ស្នាលអីចឹងគាត់ងាប់ហើយធ្វើអីចឹងណាអញ្ចឹងខ្ញុំមានទស្សនៈមួយខ្ញុំគាត់ថាគេមានដល់វល់លៀនគេនៅតែចាញ់មុខតាម social media ហេតុអីឯងនេះនៅអៀននៅខ្មាស់តែយើងហ្នឹងវាអីអញ្ចឹងយើងទៅនេះហើយយើងធ្វើទៅបាទហើយគ្រាន់តែថា Facebook ឥឡូវនេះយើងធ្វើវាអត់ទាន់រកលុយបានច្រើនទេបាទអញ្ចឹងយើងធ្វើទៅ build branding ខ្លួនឯងទៅបាទហើយយើងអាច
hồi lôi bị Facebook rồi YouTube សិនទៅបាទអានេះយើង build តិចម្ដងដោយសារវាថ្មីបាទស្រុកខ្មែរយើងគេអនុញ្ញាតឲ្យថ្មីអញ្ចឹងយើងធ្វើទៅបងជាជាងយើងនៅទីនេះយើងកាន់ទូរស័ព្ទយើងលេង Facebook ដែរហើយកំណត់តែខ្ញុំធ្វើនេះគឺខ្ញុំចង់ចែកម្លែកបាទទីទៀតខ្ញុំមានអីថ្មីនិយាយទៅបើបងប្អូនធ្វើដូចជាបងប្អូនជាគ្រូបរិញ្ញាឬបងប្អូនជា technical ឬមកបងប្អូនចេះពីអ្វីមួយបាទយើងធ្វើទៅទោះមិនបានលុយក៏យើងបានចែករំលែកបាទចែករំលែកឲ្យសង្គមយើងរីកចម្រើនទាំងអស់គ្នាបាទអរគុណបាទអរគុណ